ចំពុកទី1ហេតុអ្វីត្រូវស្វែងរកព្រះរាជនិងសេចក្តីសុចរិតជាមុនមនុស្សទូទៅរួមទាំងគ្រីស្ទបរិស័ទជាច្រើនអ្នកផងដែរតែងតែខ្វល់ខ្វាយពីការរស់នៅការហូបចុកសម្លៀកបំពាក់និងខិតខំដេញតាមអ្វីៗដែលគេគិតថាល្អដូចជាមាសប្រាក់លុយឡានផ្ទះចំណេះវិជ្ជាកិត្តិយសដោយប្រើគំនិតប្រាជ្ញាកម្លាំងរបស់គេផ្ទាល់តែយើងសង្កេតឃើញថាបងប្អូនជាច្រើនអ្នកបានបរាជ័យឈឺចាប់អ្នកខ្លះបានបាត់បង់ជំនឿតែអ្នកខ្លះទៀតក៏ជោគជ័យដែរតែបណ្ដាលឲ្យអ្នកដទៃទៀតរងគ្រោះឈឺចាប់ហើយមនុស្សខ្លះប្រព្រឹត្តអំពើឆបោកអ្នកដទៃដើម្បីតែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនមនុស្សខំប្រឹងគិតខំប្រឹងធ្វើការគ្រប់យ៉ាងមនុស្សខ្វល់ខ្វាយហើយក្នុងគំនិតរបស់គេមិនបានពឹងឬស្វែងរកព្រះជាម្ចាស់ទេតែបើទោះបីជាមនុស្សយើងរកបានគ្រប់ទាំងអ្វីៗដែលខ្លួនគិតថាល្អតែបើបាត់បង់ជីវិតទៅមិនទទួលបានការសង្គ្រោះឬមិនបានរក្សាជំនឿលើព្រះយេស៊ូវរហូតដង្ហើមចុងក្រោយនោះតើរបស់ទាំងនោះមានន័យអ្វីសម្រាប់ពួកគេស្ទើរតែពេញមួយជំពូកនៅគម្ពីរម៉ាថាយជំពូក6ព្រះយេស៊ូវបានបង្រៀនដល់បណ្ដាជនពីទ្រព្យសម្បត្តិនិងកុំឲ្យខ្វល់ខ្វាយអំពីជីវិតខ្លាំងពេកពីព្រោះជាទូទៅមនុស្សគិតថាបើមានទ្រព្យសម្បត្តិច្រើននោះគេនឹងមានអ្វីៗគ្រប់យ៉ាងជីវិតរបស់គេកាន់តែមានន័យកាន់តែសំខាន់តែមនុស្សទាំងអស់ភ្លេចថាជីវិតគេត្រូវស្លាប់នៅថ្ងៃមួយទោះគេមានប្រាជ្ញាកិត្តិយសទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏មិនអាចជួយគេមិនឲ្យស្លាប់បានដែរព្រះយេស៊ូវជាម្ចាស់លើអ្វីៗទាំងអស់នៅលើផែនដីហើយព្រះអង្គក៏ជាម្ចាស់នៃជីវិតមនុស្សជាតិផងដែរដូច្នេះមនុស្សអាចមានជីវិតអស់កលជានិច្ចនិងមានជីវិតពេញបរិបូរណ៍បានតាមរយៈទ្រង់តែមួយប៉ុណ្ណោះព្រះយេស៊ូវដឹងថាមនុស្សយើងត្រូវការទ្រព្យសម្បត្តិត្រូវការសុខភាពកេរ្តិ៍ឈ្មោះចំណេះដឹងប្រាជ្ញាលក្ខដូច្នេះហើយបានជាព្រះយេស៊ូវប្រាប់ដល់មនុស្សជាតិនិងកូនរបស់ទ្រង់គ្រប់គ្នាថាចូលស្វែងរកព្រះរាជរបស់ព្រះជាម្ចាស់និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិនទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតម៉ាថាយជំពូក6ខ33គឺព្រះជាម្ចាស់ឲ្យយើងជឿលើព្រះយេស៊ូវនិងខិតខំស្វែងរកប្រយោជន៍សម្រាប់ព្រះរាជរបស់ព្រះជាម្ចាស់ជាមុនសិនពីព្រោះបើយើងគិតតែពីគម្រោងការណាដែលជាប្រយោជន៍និងចំណេញសម្រាប់ព្រះរាជព្រះជាម្ចាស់នោះគ្រប់ទាំងអស់ឬអ្វីៗគ្រប់យ៉ាងនឹងបានប្រទានដល់យើងថែមទៀតយ៉ាងពិតប្រាកដដែលស្របតាមផែនការរបស់ព្រះសំណួរដែលត្រូវគិតពិចារណាតើព្រះរាជរបស់ព្រះជាម្ចាស់ជាអ្វីហើយមានអ្វីខ្លះតើការស្វែងរកសេចក្តីសុចរិតរបស់ព្រះជាម្ចាស់មានន័យយ៉ាងដូចម្តេចប្រសិនជាយើងបានស្វែងរកឃើញព្រះរាជរបស់ព្រះជាម្ចាស់និងមានសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ហើយតើព្រះជាម្ចាស់នឹងផ្ដល់អ្វីខ្លះដល់យើងគ្រប់គ្នាព្រះរាជជាអ្វីព្រះរាជរបស់ព្រះជាម្ចាស់ឬនគរព្រះគឺជារាជាណាចក្ររបស់ព្រះជាម្ចាស់ដោយមានព្រះយេស៊ូវគ្រីស្ទជាស្ដេចជាព្រះមហាក្សត្រឬប្រមុខរដ្ឋហើយក្រុមជំនុំគឺជាប្រជារាស្ត្ររបស់ព្រះអង្គព្រះរាជនេះគឺមានវត្តមាននៅលើផែនដីនៅពេលដែលមនុស្សណាម្នាក់បានទទួលជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះនៃជីវិតនោះគេនឹងក្លាយជាប្រជានុរាស្ត្ររបស់ព្រះអង្គនិងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដូច្នេះមានន័យថាគេបានចូលទៅក្នុងព្រះរាជរបស់ព្រះជាម្ចាស់ព្រះរាជរបស់ព្រះជាម្ចាស់ត្រូវបានរៀបរាប់ជាង80ដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូលពិតមែនអ្នកជឿព្រះយេស៊ូវគ្រប់គ្នាបានចូលមកក្នុងព្រះរាជរបស់ព្រះរួចហើយតែមិនមែនគ្រប់គ្នាបានគិតដល់ប្រយោជន៍គិតធ្វើយ៉ាងណាឲ្យព្រះរាជរបស់ព្រះអង្គរីកចម្រើននោះទេសេចក្តីសុចរិតជាអ្វីសុចរិតតាមរយៈការប្រព្រឹត្តវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួនណាតពន្យល់ថាសុចរិតជាការប្រព្រឹត្តល្អមាន3យ៉ាងគឺទី1ការប្រព្រឹត្តល្អដោយកាយសុចរិតទី2ការប្រព្រឹត្តល្អដោយវាចាវិជ័យសុចរិតទី3ការប្រព្រឹត្តល្អដោយចិត្តមនោសុចរិតភាពសុចរិតដែលបានលើកឡើងនេះគឺសំដៅទៅលើការប្រព្រឹត្តល្អរបស់មនុស្សដែលបានអនុវត្តក្នុងជីវិតនិងជីវភាពរស់នៅក្នុងសង្គមសុចរិតតាមរយៈជំនឿព្រះគម្ពីរពន្យល់ថាសុចរិតគឺជាភាពគ្រប់លក្ខ
ឥតបន្ទោបានក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់លើសពីຂະຫນាតរបស់មនុស្សដែលបានឲ្យនិយមន័យហើយគ្មានមនុស្សណាម្នាក់បានរាប់ជាសុចរិតដោយសារការខិតខំប្រព្រឹត្តល្អរបស់គេបានឡើយភាពសុចរិតដែលទទួលបាននៅការសង្គ្រោះឲ្យរួចពីបាបតែជាអំណោយទានដ៏មានតម្លៃពីព្រះជាម្ចាស់ដែលព្រះទ្រង់ប្រទានដល់មនុស្សគ្រប់គ្នាតាមរយៈជំនឿដែលជឿលើព្រះបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទខ្ញុំបានកើតមានទុក្ខព្រួយអស់សង្ឃឹមយំសោកអស់ពេលជាច្រើនឆ្នាំដោយសារការតូចចិត្តនិងជីវិតដែលខ្វះខាតក្នុងជីវភាពជួបស្ដីល្បួងមិនចេះអស់មិនចេះហើយខ្ញុំបានអធិដ្ឋានទូលថ្វាយទៅព្រះជាម្ចាស់យ៉ាងអស់ពីចិត្តដោយទឹកភ្នែកស្ទើរតែគ្រប់ពេលដែលខ្ញុំជិះម៉ូតូម្នាក់ឯងទៅធ្វើការនៅមន្ទីរពេទ្យភ្នែកនៅខេត្តតាកែវចាប់ពីឆ្នាំ2007ដល់ឆ្នាំ2009ដោយបានរៀបរាប់ពីភាពខ្វះខាតការតូចចិត្តការភ័យខ្លាចទុក្ខលំបាកនិងការមានវិបត្តិសារីក្នុងជីវិតធ្លាប់តែមានអំណរធ្លាប់រស់នៅដោយទុកចិត្តព្រះរីករាយនឹងជីវិតបម្រើព្រះចាប់តាំងពីឆ្នាំ2002មកនៅដើមឆ្នាំ2007ខ្ញុំចាប់ផ្ដើមមានគ្រួសារគឺបានរៀបការជាមួយចរិយាជីវិតខ្ញុំត្រូវរស់នៅខុសពីមុននិងមានបន្ទុកជាច្រើនដែលខ្ញុំត្រូវទទួលខុសត្រូវក្រោយពេលរៀបការយើងគ្មានទ្រព្យសម្បត្តិអ្វីច្រើនទេគឺមានតែប្រាក់ចំនួន$300និងម៉ូតូ2គ្រឿងប៉ុណ្ណោះសម្រាប់ប្តីប្រពន្ធយើងជិះទៅធ្វើការម៉ូតូទាំងនោះគឺជាគេដែលពុកម៉ែយើងបានទិញឲ្យកាលពីពួកយើងនៅរៀនមហាវិទ្យាល័យមិនតែប៉ុណ្ណោះយើងត្រូវជួយប្អូនៗដែលមករៀននៅភ្នំពេញស្នាក់នៅជាមួយពួកយើងចំនួន4នាក់ថែមទៀតចុងឆ្នាំ2007យើងមានកូនប្រុសម្នាក់ឈ្មោះ David បានកើតមកដោយយើងគ្មានទ្រព្យសម្បត្តិអ្វីជាទីអាំងនោះទេជាច្រើនដងដែលព្រះវិញ្ញាណបានដាស់តឿនខ្ញុំឲ្យចុះចូលនឹងការដឹកនាំរបស់ទ្រង់តែខ្ញុំមិនបានស្ដាប់បង្គាប់ទ្រង់ទេគឺខ្ញុំគិតតែខាងសាច់ឈាមធ្វើអ្វីដែលខ្ញុំចង់ធ្វើព្រោះខ្ញុំបានប្រព្រឹត្តអំពើបាបដោយការនេះបានធ្វើឲ្យខ្ញុំមានសេចក្តីអាម៉ាស់ការទុក្ខនិងសោកស្ដាយក្រៃលែងខ្ញុំបានអធិដ្ឋានស្វែងរកព្រះជាម្ចាស់យ៉ាងអស់ពីចិត្តទាំងទឹកភ្នែកទាំងតមអាហារទាំងលន់តួអស់រយៈពេលជាច្រើនឆ្នាំហើយសន្យាជាមួយព្រះអង្គម្ដងទៀតថាបើទ្រង់ជួយដល់ខ្ញុំនោះខ្ញុំនឹងបម្រើទ្រង់អស់មួយជីវិតទ្រង់ឲ្យធ្វើអ្វីក៏ធ្វើដែរព្រះជាម្ចាស់បានឆ្លើយតបពាក្យទូលអង្វររបស់ខ្ញុំពេលនោះខ្ញុំបានឮព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកខ្ញុំដោយផ្ទាល់ថាសាម៉ុនកូនយើងនឹងលើកកូនឡើងវិញយើងនឹងឲ្យកូនមានអ្វីៗគ្រប់យ៉ាងដោយសារឈ្មោះយើងមិនមែនដោយសារដៃរបស់មនុស្សទេក្រោយពីខ្ញុំបានឮព្រះសូរសៀងរបស់ព្រះវិញ្ញាណមានបន្ទូលមកខ្ញុំភ្លាមស្រាប់តែខ្ញុំមានសន្តិភាពក្នុងចិត្តហើយទុកចិត្តលើព្រះទាំងស្រុងខ្ញុំមានក្តីសង្ឃឹមហើយរង់ចាំតែមិនទាន់ឃើញទ្រង់ធ្វើការអ្វីនៅឡើយទេមួយរយៈពេលខ្លីក្រោយមកទ្រង់មានបន្ទូលមកខ្ញុំម្ដងទៀតតាមបទគម្ពីរវិញម្ដងមិនមែនជាព្រះសូរសៀងទេព្រះប្រាប់ខ្ញុំថាចោលវាមកគិតតែពីលួចប្លន់គិតតែពីសម្លាប់បំផ្លាញប៉ុណ្ណោះរីឯខ្ញុំវិញខ្ញុំមកដើម្បីឲ្យមនុស្សលោកមានជីវិតហើយឲ្យគេមានជីវិតពេញបរិបូរណ៍យ៉ូហានជំពូក10ខ10និងខគម្ពីរមួយទៀតខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នាគឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នាហើយដែលខ្ញុំឲ្យនោះមិនដូចមនុស្សលោកឲ្យទេកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឬភ័យខ្លាចឡើយយ៉ូហានជំពូក14ខ27មូលហេតុដែលព្រះមានបន្ទូលមកខ្ញុំម្ដងទៀតតាមរយៈព្រះបន្ទូលពីព្រោះដោយសារខ្ញុំរងចាំអស់ពេលមួយរយៈមិនឃើញព្រះជាម្ចាស់ធ្វើការខ្ញុំក៏បានចាប់ផ្ដើមពិបាកចិត្តជាខ្លាំងអស់សង្ឃឹមចង់សម្លាប់ខ្លួនដោយចង់ជិះម៉ូតូចូលឡានឲ្យស្លាប់បន្ទាប់មកខ្ញុំចង់លូតទឹកសម្លាប់ខ្លួនពីលើស្ពានចូលចង្វាទៀតផងស្រាប់តែមានព្រះសូរសៀងរបស់ព្រះវិញ្ញាណប្រាប់ខ្ញុំថាចូលជិះឲ្យផុតស្ពានទៅមុខទៀតខ្ញុំបានជិះម៉ូតូបន្តទៅមុខរហូតដល់កន្លែងគីឡូពោតស្ងោរនៅព្រែកលៀបខ្ញុំបានចូលសម្រាកដោយដេកលើអង្រឹងទាំងចិត្តក្រៀមក្រំនៅក្នុងកាតាបស្ពាយរបស់ខ្ញុំមានសៀវភៅរបស់អ្នកស្រី Joyce Meyer ពេលណាព្រះអង្គខ្ញុំបានយកសៀវភៅនោះមកអានម្ដងទៀតស្រាប់តែខគម្ពីរទាំងនោះបានចាក់ចំដួងចិត្តរបស់ខ្ញុំគឺខ្ញុំដឹងថាព្រះវិញ្ញាណបានធ្វើការពេលអានរួចហើយខ្ញុំភ្ញាក់ខ្លួនព្រឺតដូចខ្មោចស្លាប់រស់ឡើងវិញអញ្ចឹងខ្ញុំបានប្រាប់ខ្លួនឯងថាព្រះបានឲ្យខ្ញុំមានសេចក្តីសុខសាន្តព្រះបានឲ្យខ្ញុំមានជីវិតពេញបរិបូរណ៍
ម្ដេចក៏ខ្ញុំកើតមានទុក្ខព្រោះដូច្នេះពេលនោះខ្ញុំមានអំណរយ៉ាងខ្លាំងនិងមានសេចក្តីសង្ឃឹមខ្ញុំមានសង្ឃឹមក្នុងជីវិតឡើងវិញដោយសារខ្ញុំជឿលើព្រះបន្ទូលទាំងនេះពេញទីព្រះបានចាប់ផ្ដើមធ្វើការគឺទុក្ខលំបាកដែលខ្ញុំជួបជាច្រើនឆ្នាំព្រះជាម្ចាស់បានធ្វើការតែរយៈពេលខ្លីគឺព្រះអង្គបានដោះខ្ញុំឲ្យរួចពីទុក្ខទាំងនោះបន្ទាប់មកព្រះជាម្ចាស់បានឲ្យខ្ញុំមានជីវិតថ្មីម្ដងទៀតព្រះជាម្ចាស់បានប្រទានពរគ្រប់កិច្ចការដែលខ្ញុំធ្វើទាំងអស់ទាំងការបម្រើព្រះនិងមុខរបររកស៊ីប្រចាំថ្ងៃរបស់ខ្ញុំទៀតផងព្រះពរឬជីវិតពេញបរិបូរណ៍មិនសំដៅលើការមានទ្រព្យសម្បត្តិកិត្តិយសបុណ្យស័ក្តិសុខភាពល្អតែប៉ុណ្ណោះទេប្រសិនបើយើងមានអ្វីគ្រប់យ៉ាងតែយើងជួបទុក្ខលំបាកដោយសារអំពើបាបដែលយើងបានប្រព្រឹត្តនោះអ្វីៗដែលយើងមានក៏គ្មានប្រយោជន៍ដែរហើយវាអាចបាត់បង់តែមួយពពិតភ្នែកជីវិតអ្នកនឹងខ្មៅងងឹតនិងពេញដោយទុក្ខលំបាកដោយព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ស្ត្រីដែលគេទាន់រួមដំណេកថាចូលឈប់ធ្វើបាបទៀតខ្ញុំក៏មិនដាក់ទោសនាងដែរសូមអញ្ជើញទៅចុះតែពីពេលនេះតទៅកុំប្រព្រឹត្តអំពើបាបទៀតឡើយយ៉ូហានជំពូក 8 ខ 11 ដូច្នេះយើងត្រូវស្វែងរកទាំងព្រះរាជនិងស្វែងរកសេចក្តីសុចរិតរបស់ព្រះនោះទើបជីវិតយើងមានប្រពោពិតស្របតាមបំណងនិងផែនការរបស់ព្រះពិតណាស់យើងបានរាប់ជាសុចរិតដោយសារជំនឿផ្ទុយទៅវិញព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិតតាមរយៈព្រះយេស៊ូវកិច្ចការជំពូក 13 ខ 39 តែព្រះជាម្ចាស់គប់ហាតីនឹងអ្នកដែលជឿហើយប្រព្រឹត្តអំពើសុចរិតក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានអ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចព្រះអង្គហើយប្រព្រឹត្តអំពើសុចរិតព្រះអង្គមកជាគប់ហាតីនឹងអ្នកនោះមិនខានកិច្ចការជំពូក 10 ខ 35 លោកប៉ូលប្រាប់លោកធីម៉ូថេឲ្យខំដេញតាមសេចក្តីសុចរិតការគោរពប្រតិបត្តិដល់ព្រះវិញប៉ុន្តែចំពោះអ្នកវិញឲ្យអ្នកសំណប់របស់ព្រះអើយជួសជិះចេញពីសេចក្តីទាំងនេះហើយដេញតាមសេចក្តីសុចរិតការគោរពប្រតិបត្តិដល់ព្រះជំនឿសេចក្តីស្រឡាញ់ចិត្តអត់ធ្មត់និងចិត្តស្លូតបូតវិញ1ទីម៉ូថេជំពូក 6 ខ 11 មិនតែប៉ុណ្ណោះលោកប៉ូលបានផ្ដាំលោកទីម៉ូថេម្ដងទៀតថាឲ្យគេចចេញឲ្យផុតពីតណ្ហាយុវវ័យហើយដេញតាមសេចក្តីសុចរិតជួគេចចេញឲ្យផុតពីតណ្ហាយុវវ័យហើយដេញតាមសេចក្តីសុចរិតជំនឿសេចក្តីស្រឡាញ់និងសេចក្តីសុខសាន្តជាមួយអស់អ្នកដែលអំពាវនាវរកព្រះម្ចាស់ចេញពីចិត្តបរិសុទ្ធវិញ2ទីម៉ូថេជំពូក 2 ខ 22 ដូច្នេះព្រះជាម្ចាស់សពហាតីឲ្យយើងប្រព្រឹត្តអំពើសុចរិតនិងដេញតាមសេចក្តីសុចរិតព្រះអង្គសពតីតែនឹងសេចក្តីសុចរិតហេព្រើរជំពូក 1 ខ 9 យើងត្រូវប្រព្រឹត្តអំពើល្អដូច្នេះបងប្អូនឃើញថាព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតដោយសារអំពើល្អដែលគេប្រព្រឹត្តគឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេយ៉ាកុបជំពូក 2 ខ 24 ដល់ខ 26 នាងរាហាបជាស្ត្រីពេស្យាក៏បានសុចរិតដោយសារអំពើដែលនាងប្រព្រឹត្តដែរព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅហើយឲ្យគេចាកចេញទៅវិញតាមផ្លូវមួយផ្សេងទៀតរូបកាយដែលគ្មានវិញ្ញាណជារូបកាយស្លាប់យ៉ាងណាជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អក៏ជាជំនឿស្លាប់យ៉ាងនោះដែរ